ទូតប្រមុខនៃរដ្ឋាភិបាលតាមរយៈសម្ដេចប្រធានរដ្ឋាភិបាលដើម្បីធ្វើការពិនិត្យនិងដោះស្រាយហើយបញ្ហាមួយចំនួនក៏ដូចជាបងប្អូនជ្រាបហើយថាមានវត្តមានអាយដាមអភិបាលរងខេត្តលោកជាពិសេសក៏លោកកុយហួតនឹងធ្វើការបំភ្លឺពលលោកជាប្រធានមន្ទីរកសិកម្មនៅទីនេះលោកដឹងរឿងហើយលោកនឹងការបំភ្លឺធ្វើការពិនិត្យនិងដោះស្រាយជូនបងប្អូនថាបានកម្រិតណាអានឹងយើងដោះស្រាយនៅក្នុងទីនេះបានកម្រិតណានៅសល់ប្រមាណបញ្ហាប្រឈមនឹងដោះស្រាយទៅខាងលើតទៅទៀតហើយបញ្ហាទាំងអស់នេះខ្ញុំយល់ថាបងប្អូនលើកពីបញ្ហាទុកកង្វល់បញ្ហាប្រឈមទាំងឡាយដែលកើតឡើងជុំវិញខ្លួនយើងចំពោះខ្លួនយើងដើម្បីធ្វើការដោះស្រាយឲ្យបានសមស្របខ្ញុំយល់ថាប្រមុខនៃរដ្ឋាភិបាលដែលមានសម្ដេចហ៊ុនសែនជាប្រមុខមិនជឿថានឹងឲ្យបងប្អូនរងទុក្ខវេទនាទេជួនកាលកិច្ចការខ្លះអត់បានដឹងទៅដល់លើទេគាត់ថាស៊ីស៊ូគ្នាតែក្រនឹងចប់ត្រឹមនឹងមកអត់ដល់លើទេដល់គាត់ដល់លើខ្ញុំជឿថាលោកដោះស្រាយហើយលោកមានសាស្ត្រប្រាំថាលោកធ្លាប់ដោះស្រាយដី 9,000 ហិកតាដោះស្រាយ 1,500 ហិកតាឬ 2,000 ហិកតាជូនប្រជាពលរដ្ឋអានេះបើលោកមើលដឹងដល់លើបើអត់ដឹងដល់លើផងស៊ីស៊ូទៅខាងក្រោមចប់ខាងក្រោមទៅហើយខ្ញុំសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការបំភ្លឺពិនិត្យនិងដោះស្រាយសូមអរគុណបាទ